សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងនឹងនិយាយរឿងដ៏ចម្លែកមួយទៀតដែលបានលើកឡើងក្នុងរឿងព្រេងនិទាននិងនៅតាមប្រព័ន្ធអ៊ីនធឺណិតរឿងនេះមានឈ្មោះថា Mel's Hole ឬក៏រន្ធរបស់ Melរឿងរ៉ាវនៃ Mel Hole នេះគឺចាប់ផ្ដើមនៅក្នុងឆ្នាំ1997ដែលមានបុរសម្នាក់មានឈ្មោះថា Mel បានទូរស័ព្ទចូលកម្មវិធីវិទ្យុហើយបានរៀបរាប់អំពីរន្ធដ៏ចម្លែកមួយនៅលើដីរបស់គាត់នៅក្នុងរដ្ឋ Washington សហរដ្ឋអាមេរិករន្ធនេះមើលទៅហាក់បីដូចជាគ្មានបាតហើយមានរឿងចម្លែកជាច្រើនបានកើតឡើងនៅជុំវិញវា Mel បានអះអាងថារន្ធនេះមានទំហំប្រហែល9 feet 9 inch ហើយមើលទៅហាក់ដូចជាគ្មានបាតទាល់តែសោះគាត់បានបោះវត្ថុផ្សេងចូលទៅក្នុងរន្ធនេះប៉ុន្តែមិនដែលឮសូម្បីតែសំឡេងនៅបាតវាឡើយគាត់ថែមទាំងព្យាយាមវាស់ជម្រៅរបស់វាដោយប្រើខ្សែប្រហែលជាង80000 feet ឬក៏24 គីឡូម៉ែត្រប៉ុន្តែនៅតែមិនបានរកបាតមិនឃើញឆ្កែនិងសត្វផ្សេងតែងតែមានអាកប្បកិរិយាភ័យខ្លាចនៅពេលដែលនៅក្បែររន្ធនោះរឿងរ៉ាវដ៏ចម្លែកមួយទៀតដែល Mel បានលើកឡើងគឺឆ្កែដែលងាប់របស់អ្នកជិតខាងរបស់គាត់ហើយដែលបានបោះចូលនៅក្នុងរន្ធនោះប៉ុន្តែប៉ុន្មានសប្តាហ៍ក្រោយមកឆ្កែនោះក៏ត្រឡប់មកវិញទាំងរស់គាត់ក៏បាននិយាយផងដែរថាគាត់បានឃើញពន្លឺខ្មៅចម្លែកមួយដែលបាញ់ចេញពីរន្ធនោះហើយហោះទៅលើមេឃប៉ុន្តែបន្ទាប់ពី Mel បាននិយាយពីរឿងរ៉ាវរបស់គាត់នៅលើវិទ្យុគេជឿថារដ្ឋាភិបាលអាមេរិកបានចូលកាន់កាប់ទឹកដីរបស់គាត់ហើយរារាំងគាត់មិនឲ្យជួយទៅក្បែររន្ធ Mel ដាច់ខាតពួកគេបានផ្ដល់លុយដើម្បីឲ្យគាត់ចាក់ចេញហើយរក្សាភាពស្ងៀមស្ងាត់អំពីរឿងដ៏ចម្លែកមួយនេះប៉ុន្តែ Mel បានបដិសេធដំបូងប៉ុន្តែជាទីបំផុតគាត់ត្រូវបានគេបង្ខំឲ្យចេញពីទឹកដីរបស់គាត់ក្រោយមក Mel បានឮអំពីរន្ធមួយទៀតដែលមានលក្ខណៈស្រដៀងគ្នានៅរដ្ឋ Nevada រដ្ឋនោះត្រូវបានកាន់កាប់ដោយកុលសម្ព័ន្ធជនជាតិដើមអាមេរិកហើយវាហាក់បីដូចជាត្រូវបានកសាងដោយមនុស្សនៅក្នុងរន្ធនោះគេបានធ្វើការពិសោធន៍ចម្លែកជាច្រើនរួមទាំងការទម្លាក់ឈាមចូលនៅក្នុងរន្ធនោះជាដើមនៅពេលដែលគេដាក់ឈាមចូលរន្ធនោះវាងាប់ហើយសាច់របស់វាត្រូវបានឆ្អិនពីខាងក្នុងគេថែមទាំងបានរកឃើញសត្វចម្លែកនៅក្នុងសពរបស់ឈាមនោះផងដែររឿងដ៏ចម្លែកមួយទៀតដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងរន្ធនៅរ៉ូវេដាគឺទឹកកកដែលគេទម្លាក់ចូលទៅក្នុងរន្ធនោះមិនរលាយសោះប៉ុន្តែបែរជាបញ្ចេញពន្លឺនៅពេលដែលគេកម្ដៅវារឿងរ៉ាវរបស់រន្ធ Mel បាននាំឲ្យមានទ្រឹស្ដីនិងការពន្យល់ជាច្រើនអំពីលក្ខណៈចម្លែករបស់រន្ធមួយនេះទី1រន្ធ Mel ជាច្រកទៅកាន់ភពផ្សេងទៀតអ្នកខ្លះជឿថារន្ធនេះជាច្រកទៅកាន់ភពផ្សេងទៀតដែលយើងមើលមិនឃើញទី2រន្ធ Mel គឺជាការពិសោធន៍សម្ងាត់របស់រដ្ឋាភិបាលអ្នកខ្លះជឿថារដ្ឋាភិបាលអាមេរិកបានប្រើប្រាស់រន្ធនេះសម្រាប់ធ្វើការពិសោធន៍ស្ងាត់ផ្សេងទី3រន្ធ Mel ជាបាតុភូតធម្មជាតិដែលមិនអាចបញ្យល់បានគេជឿថារន្ធ Mel គ្រាន់តែជាបាតុភូតភូមិសាស្ត្រឬក៏ធម្មជាតិដ៏កម្រមួយដែលយើងមិនអាចឬក៏មិនទាន់អាចបញ្យល់បានហើយទ្រឹស្ដីចុងបញ្ចប់គឺរន្ធ Mel គឺគ្រាន់តែជារឿងប្រឌិតប៉ុណ្ណោះអ្នកខ្លះជឿថារឿងរ៉ាវដែល Mel បាននិយាយមកគ្រាន់តែជាការបណ្ឌិតបង្កើតឡើងដោយ Mel ប៉ុណ្ណោះទោះយ៉ាងណាក៏ដោយគួរឲ្យកត់សម្គាល់ថារន្ធ Mel មិនមានភស្តុតាងរឹងមាំណាមួយដែលបញ្ជាក់អំពីរឿងរ៉ាវចម្លែកដែល Mel បានលើកឡើងនោះទេរហូតដល់ពេលនេះយើងមិនទាន់មានរូបថតឬវីដេអូអំពីរន្ធនេះឡើយហើយអ្នកវិទ្យាសាស្ត្រឬអ្នកស្រាវជ្រាវណាមួយមិនទាន់បានធ្វើការស៊ើបអង្កេតពីរឿងនេះឡើយមនុស្សជាច្រើនបានជឿថារឿងនេះគ្រាន់តែជាការបោកប្រាស់និងការរឿងនិទាននៅតាមប្រព័ន្ធអ៊ីនធឺណិតប៉ុណ្ណោះទោះ
បីជាមិនមានផុសតាងយ៉ាងណាក៏ដោយរឿងរ៉ាវរបស់ Mel នៅតែបន្តជាប្រជាប្រិយភាពនៅលើប្រព័ន្ធអ៊ីនធឺណិតវាបានបំផុសគំនិតដល់សិភៅភាពយន្តឯកសារនិងរឿងសម្ងាត់ផ្សេងរឿងរ៉ាវនេះបង្ហាញពីធម៌ពលនៃការស្រមើស្រមៃនិងការចង់ដឹងចង់ឃើញរបស់មនុស្សក៏ដូចជាសមត្ថភាពរបស់ប្រព័ន្ធអ៊ីនធឺណិតក្នុងការផ្សព្វផ្សាយរឿងចម្លែកនិងអាថ៌កំបាំងដែលបានកើតឡើងតើរឿងរ៉ាវរបស់ Ron Mel ជាការពិតឬគ្រាន់តែជាការប្រឌិតចម្លើយនៅតែជាអាថ៌កំបាំងប៉ុន្តែរឿងរ៉ាវនេះបានបន្សល់ទុកនូវសំណួរជាច្រើនអំពីពិភពលោកដែលយើងរស់នៅនិងអាថ៌កំបាំងដែលវាអាចនឹងលាក់ពីយើងតើបងប្អូនគិតយ៉ាងណាដែរចំពោះរឿងរ៉ាវរបស់ Ron Mel តើបងប្អូនជឿថា Ron បែបនេះអាចមាននៅក្នុងពិភពលោកពិតដែរឬទេសូមចែករំលែកគំនិតនិងទ្រឹស្ដីរបស់បងប្អូននៅក្នុង comment ខាងក្រោមសូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាបើសិនបើបងប្អូនចូលចិត្តវីដេអូនេះសូមជួយគាំទ្រ Channel របស់ខ្ញុំតាមការ Like Share និង Subscribe សូមរងចាំវីដេអូថ្មីៗបន្តទៀត